នាំប្រទេស47ឆ្នាំធ្វើឲ្យសម្ដេចតេជោស្គាល់គ្រប់រសជាតិនៃបញ្ហារបស់ជាតិប្រជាជនបញ្ហាតំបន់និងអន្តរជាតិការដឹកនាំកម្ពុជារយៈពេល47ឆ្នាំរបស់សម្ដេចតេជោហ៊ុនសែនដែលបាននាំនៅសន្តិភាពការរួបរวมជាតិនិងការអភិវឌ្ឍដោយសពថ្ងៃគឺជាលទ្ធផលដែលបានផ្ដល់ជូនប្រជាជនទូទាំងប្រទេសហើយប្រជាជនទូទាំងប្រទេសក៏បានផ្ដល់នូវសេចក្តីទុកចិត្តគោរពស្រឡាញ់និងការគាំទ្រជូនចំពោះសម្ដេចនិងគណៈបកប្រជាជនចំពោះការដឹកនាំជាតិសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាយប់ថ្ងៃទី13 ខែមករានេះបានបង្ហោះសារបញ្ជាក់ពីខួប41ឆ្នាំនៃការចូលកាន់តំណែងនាយករដ្ឋមន្ត្រីដែលកាលនោះមានវ័យត្រឹមតែ32ឆ្នាំប៉ុណ្ណោះសម្ដេចតេជោបានបង្ហោះយ៉ាងដូចនេះថាស្ទើរតែផ្លេចថ្ងៃនេះគឺជាថ្ងៃខួបទី41ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ14 មករា1985ដល់14 មករាឆ្នាំ2026ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនៅក្នុងពិភពលោកក្នុងវ័យ32ឆ្នាំបន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីក្រសួងការបរទេសខែមករាឆ្នាំ1979ក្នុងវ័យ27ឆ្នាំនិងជាឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសខែមិថុនាឆ្នាំ1981ក្នុងវ័យ29ឆ្នាំសម្ដេចតេជោគូបញ្ជាក់ថារយៈពេលបំពេញការងារក្នុងរាជរដ្ឋាភិបាលរយៈពេលជាង44ឆ្នាំនិងនៅព្រឹទ្ធសភាជិត3ឆ្នាំសរុបជាង47ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរតែគ្រប់រសជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិផងដែរ